ពីម្សិលមិញហ្នឹងនិស្សិតកម្មសិក្សាឆ្នាំទី5ថ្នាក់វិជ្ជាបណ្ឌិតខ្ញុំបានសួរមតិយោបល់គាត់រវាងថ្ងៃដែលមុនមក STAR បានន័យថាមុនចុះកម្មសិក្សានៅផ្នែកផ្លូវចិត្តតើពួកគាត់មានអារម្មណ៍យ៉ាងម៉េចដែរអញ្ចឹងខ្ញុំសួរគាត់4នាក់មតិរបស់គាត់គឺដូចគ្នាទាំង4គឺគាត់ថាមុននឹងមក STAR នៅផ្នែកផ្លូវចិត្តហ្នឹងគាត់គិតថាអ្នកជំងឺផ្លូវចិត្តសុទ្ធតែកាចសុទ្ធតែគ្រោះថ្នាក់ហើយខ្លាចធ្វើឲ្យពួកគាត់ខ្លាចក្នុងការមក STAR ហ្នឹងអញ្ចឹងបន្ទាប់ពី STAR រយៈពេល3សប្តាហ៍មកថ្ងៃបញ្ចប់ក៏បានមកដល់ហើយខ្ញុំសួរគាត់ទៅតើខុសគ្នាយ៉ាងម៉េចខ្លះគឺគាត់ប្រាប់ថាគាត់បានយល់ដឹងពីជំងឺផ្លូវចិត្តច្រើនពីរោគសញ្ញាក៏ដូចជាការសាកសួរទៅលើអ្នកជំងឺផ្លូវចិត្តហើយគំនិតរបស់គាត់គឺផ្លាស់ប្ដូរទាំងស្រុងពីមុន STAR ផ្នែកផ្លូវចិត្តគាត់គិតថាជំងឺផ្លូវចិត្តសុទ្ធតែគ្រោះថ្នាក់គួរឲ្យខ្លាចហើយពិបាកនិយាយគ្នាស្ដាប់អត់បានប៉ុន្តែកំឡុងពេលដែលចុះកម្មសិក្សាពេលដែលគាត់សង្កេតមើលពួកខ្ញុំសួរទៅលើអ្នកជំងឺគាត់គាត់បានផ្លាស់ប្ដូរការគិតរបស់គាត់ពីការភ័យការខ្លាចការបារម្ភទៅលើអ្នកជំងឺផ្លូវចិត្តទៅជាអាណិតអាសូរទៅដល់អ្នកជំងឺផ្លូវចិត្តពីព្រោះនៅលើโลกនេះគ្មានអ្នកណាមួយកើតមកហើយចង់មានបញ្ហាឬក៏ជំងឺណាមួយទេអញ្ចឹងបន្ទាប់ពី STAR នឹងអាចយកចំណេះដឹងទាំងឡាយដែលខ្ញុំបានបង្ហាត់បង្រៀនឬក៏ពន្យល់ណែនាំគាត់ហ្នឹងគាត់អាចយកទៅអនុវត្តនៅផ្នែកផ្សេងៗជំងឺទូទៅជំងឺវះកាត់ផ្នែករោគស្ត្រីឬក៏ផ្នែកជំងឺកុមារបានថែមទៀតផង